ជំរាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទសូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹកគិតព្រះទូលថ្ងៃនេះនៅក្នុងម៉ាកុសចំពោះ12ខ25បិទកាលណាមនុស្សរស់ពីស្លាប់ឡើងវិញនោះមិនដែលយកគ្នាជាប្តីប្រពន្ធទៀតទេគេបានដូចជាទេវតានៅស្ថានសួគ៌វិញបើសិនជាបងប្អូនអានពីខ18ដល់27នៅក្នុងម៉ាកុសចំពោះ12ដដែលនោះនឹងឃើញព្រះយេស៊ូវបានឆ្លើយតបទៅនឹងសំណួររបស់ពួកសាដូស៊ីដែលពួកគេមិនជឿអំពីការរស់ឡើងវិញហើយពួកគេបានចោទជាសំណួរថាបើសិនជាមានបងប្អូន7នាក់បងច្បងយកប្រពន្ធហើយក៏ស្លាប់ទៅដោយគ្មានកូនជាមួយនឹងនាងនោះសោះតែតាមច្បាប់ម៉ូសេនៅក្នុងចោទយកថាចំពោះ25ខ5ដល់6ប្អូនប្រុសបន្ទាប់ត្រូវតែរៀបការជាមួយប្រពន្ធរបស់បងប្រុសរបស់ខ្លួនដែលបានស្លាប់នោះដើម្បីនឹងបន្តពូជពង្សវង្សត្រកូលរបស់បងប្រុសដែលស្លាប់នោះដូច្នេះប្អូនប្រុសបន្ទាប់ក៏ត្រូវរៀបការជាមួយនឹងប្រពន្ធរបស់បងខ្លួនប្អូនបន្តបន្ទាប់ក៏ធ្វើយ៉ាងដូច្នោះដែរបើសិនជាករណីនេះកើតឡើងដូចគ្នាដូច្នេះហើយនៅពេលដែលពួកគេទៅឋានសួគ៌ពួកសាដូស៊ីសួរទៅកាន់ព្រះយេស៊ូវថាតើស្ត្រីនោះនឹងក្លាយទៅជាប្រពន្ធរបស់បុរសមួយណាក្នុងចំណោម7នាក់ព្រះយេស៊ូវបានតបដោយមានបន្ទូលថាត្បិតកាលណាមនុស្សរស់ពីស្លាប់ឡើងវិញនោះមិនដែលយកគ្នាជាប្តីប្រពន្ធទៀតទេគេបានដូចជាទេវតានៅស្ថានសួគ៌វិញព្រះយេស៊ូវបានមានបន្ទូលថាពួកសាដូស៊ីអែរើទាំងចំណេះដឹងខាងព្រះបន្ទូលនិងខាងព្រលឹងវិញ្ញាណពួកគេអានព្រះបន្ទូលប៉ុន្តែពួកគេមិនយល់ពីសេចក្តីពិតពីព្រោះព្រះគឺជាព្រះរបស់មនុស្សដែលរស់មិនមែនជាព្រះរបស់មនុស្សដែលស្លាប់នោះឡើយព្រះយេស៊ូវក៏មានបន្ទូលផងដែរថាអស់អ្នកណាដែលរស់ឡើងវិញនៅស្ថានសួគ៌គេនឹងមិនរៀបការជាប្តីប្រពន្ធតទៅទៀតនោះឡើយពីព្រោះពួកគេនឹងបានដូចជាទេវតាសំណួរបន្ទាប់ដែលយើងអាចពិចារណាជាមួយគ្នាថាតើយើងនៅតែស្គាល់គ្នាឬនៅតែចំណាំគ្នាដោយកាលដែលយើងរស់នៅលើផែនដីដែរឬទេនៅពេលដែលយើងទៅឋានសួគ៌ឧទាហរណ៍ថាទំនាក់ទំនងរវាងប្តីនិងប្រពន្ធទំនាក់ទំនងរវាងឪពុកម្ដាយហើយនិងកូនតើនៅតែចំណាំនឹងស្គាល់គ្នាដែរឬទេបើជាការពិតណាស់គឺនៅតែចំណាំនឹងស្គាល់គ្នាប៉ុន្តែទំនាក់ទំនងរបស់ពួកគេដែលនៅឋានសួគ៌ត្រូវបានផ្លាស់ប្រែជាថ្មីជាទំនាក់ទំនងដែលល្អឥតខ្ចោះមិនដូចទំនាក់ទំនងនៅលើផែនដីនោះឡើយនៅក្នុងម៉ាថាយចំពោះ17បានប្រាប់យើងថាលោកពេត្រុសចំណាំនឹងស្គាល់លោកម៉ូសេនិងអេលីយ៉ាទោះបីជាពួកគេមិនដែលជួបមុខគ្នានៅលើផែនដីក៏ដោយហើយសូម្បីតែបរិសុទ្ធអ្នកមានដែលស្ថិតនៅក្នុងជង្ហុកយ៉ាងជ្រៅនោះក៏ចំណាំឡាសាហើយនឹងលោកអាប់រ៉ាហាំបានដែរពេលព្រះយេស៊ូវបានមានបជនរស់ឡើងវិញនោះពួកសិស្សក៏ចំណាំព្រះអង្គបានយ៉ាងណាមិញយើងដឹងថាទំនាក់ទំនងនៅឋានសួគ៌ខុសពីនៅផែនដីទំនាក់ទំនងរវាងប្តីប្រពន្ធឪពុកម្ដាយហើយនិងកូននៅលើផែនដីនេះខុសគ្នាពីទំនាក់ទំនងដែលនៅលើឋានសួគ៌ពីព្រោះទំនាក់ទំនងនៅលើឋានសួគ៌ជាទំនាក់ទំនងបែបថ្មីជាការស្គាល់គ្នាបែបថ្មីបរិសុទ្ធដោយសារអ្នកជឿទាំងអស់នឹងคล้ายទៅជាគ្រួសារតែមួយហើយនឹងបានរួមរស់ជាមួយនឹងព្រះគ្រីស្ទដ៏នៅអស់កលជានិច្ចដូច្នេះហើយបងប្អូនហើយទោះបីជាទំនាក់ទំនងនៅឋានសួគ៌យើងនៅតែស្គាល់គ្នាក៏ដោយតែវាជាទំនាក់ទំនងមួយដែលបរិសុទ្ធជាទំនាក់ទំនងមួយដែលល្អឥតខ្ចោះនៅចំពោះព្រះគ្មានការរៀបអាពាហ៍ពិពាហ៍ឬក៏ការទទួលស្គាល់គ្នាក្នុងលក្ខណៈជាប្តីប្រពន្ធដូចនៅផែនដីតទៅទៀតនោះឡើយប៉ុន្តែសេចក្តីស្រឡាញ់នៅតែមានយ៉ាងល្អឥតខ្ចោះនៅនគរឋានសួគ៌យើងនឹងមានការប្រកបគ្នាជាមួយនឹងព្រះគ្រីស្ទនិងអ្នកដែលជឿបានយ៉ាងល្អឥតខ្ចោះព្រះបន្ទូលនៅថ្ងៃនេះបង្រៀនយើងថាភាពល្អឥតខ្ចោះនៅឋានសួគ៌រួមទាំងទំនាក់ទំនងការប្រកបគ្នាការសរសើរដំកើងការថ្វាយបង្គំនិងអ្វីគ្រប់យ៉ាងសុទ្ធតែបរិសុទ្ធសុទ្ធតែស្រស់ស្អាតសុទ្ធតែមានអំណរសុទ្ធតែមានភាពរីករាយនេះហើយគឺជាអ្វីដែលមាននៅនគរឋានសួគ៌ដែលជាឋានដែលគ្មានទុក្ខលំបាកគ្មានការរងទុក្ខតទៅទៀតនោះឡើយ ដ
ដូច្នេះហើយបងប្អូនហើយការគិតការយល់ដឹងរបស់មនុស្សនៅលើផែនដីនេះមានកម្រិតណាស់ប៉ុន្តែសេចក្តីពិតដែលនៅឋានសួគ៌នោះគឺនៅតែដដែលមិនផ្លាស់ប្រែឡើយដូច្នេះហើយចូលឲ្យយើងបានសង្វាតដេញតាមរបស់ដែលនៅឋានសួគ៌ជាជាងនៅលើផែនដីនេះចូលយើងបានទូលថ្វាយដល់ព្រះអង្គគ្រប់ការទាំងអស់ព្រះអង្គម្ចាស់នៃយើងខ្ញុំសូមបើកចិត្តគំនិតដើម្បីឲ្យយើងខ្ញុំបានយល់ពីព្រះបន្ទូលទ្រង់និងជឿលើអំណាចព្រះចេស្តានៃភាពបរិសុទ្ធហើយនិងភាពល្អឥតខ្ចោះនៅឋានសួគ៌សូមព្រះវិញ្ញាណទ្រង់បានដឹកនាំយើងខ្ញុំដើម្បីកុំឲ្យយើងខ្ញុំធ្លាក់ទៅក្នុងអន្ទាក់នៃហេតុផលរបស់មនុស្សអន្ទាក់នៃចំណេះដឹងរបស់មនុស្សអន្ទាក់នៃភាពមានដែនកំណត់របស់មនុស្សប៉ុន្តែសូមជួយឲ្យយើងខ្ញុំដើរក្នុងសេចក្តីជំនឿតាមការសន្យានៃការរស់ឡើងវិញសូមឲ្យថ្ងៃនេះយើងខ្ញុំបានរស់នៅក្នុងពន្លឺនៃសេចក្តីសង្ឃឹមដ៏អស្ចារ្យជានិច្ចនៅនគរឋានសួគ៌ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន